ចាជំរាបសួរបងប្អូនថ្ងៃនេះខ្ញុំមកបង្ហាញពីការបុកល្ហុងរបស់ខ្ញុំម្ដងមើលលេងៗណាបងប្អូនហើយខែងលោថាបើខ្ញុំបុកល្ហុងណារៀងប្លែកពីបងប្អូនហើយបើតំណងឆ្ងាញ់ក៏ធ្វើតាមទៅបើមិនឆ្ងាញ់ទេក៏បោះចោលចឹងទៅណាហើយខ្ញុំគ្រាន់តែចង់បង្ហាញថាបុកល្ហុងនេះខ្ញុំមានដាក់ cranberry ចានៅផ្លែ cranberry ជូរខ្លាំងហ្មងហ្នឹងណាជូរខ្លាំងចាហើយហ្នឹងខ្ញុំដាក់តែប្រមាណគ្រាប់ទេ cranberry ហ្នឹងខ្ញុំមានតែប៉ុណ្ណឹងអត់ហ៊ានដាក់ច្រើនព្រោះជូរពេកហើយខ្ញុំមានត្រប់ស្រួយប៉េងប៉ោះគេហៅថា cherry tomatoes នោះណាហើយអ្នកខ្ញុំដាក់កតុយហេះលើខ្លួនធ្វើខ្លួនឯងហើយនឹងទឹកម្ជូរអំពិលដែលស្ងោរហើយងាយស្រួលចឹងណាហ្នឹងហើយជ្រុំចុះជ្រុំឡើងចឹងទៅហូរទឹកមាត់ដែរតាពេលធ្វើកំពុងធ្វើហ្នឹងហើយនឹងសិតទឹកកាពិដែលរងាស់ទុកឲ្យហើយស្លាប់មេរោគអីចឹងអស់ចឹងណាយើងធ្វើដាក់មានម្នាស់មានអីចឹងទៅហ្នឹងហើយដាក់ចូលទៅហើយទៅហើយនេះដាក់ក្រូចឆ្មាមួយអូក្រូចឆ្មានេះមានទឹកច្រើនដល់ហើយនេះបងប្អូននេះគឺជាម្សៅស៊ុបដែលខ្ញុំបានធ្វើខ្លួនឯងហើយលឿងហ្នឹងតិចថាចលមាតមែនទេបងប្អូនគឺជាការ៉ុតដែលខ្ញុំហាលស្ងួតហើយយកទៅកិនជាមួយសារាយជាមួយផ្សិតជាមួយអីចឹងណាហើយសាច់មាន់អាំងអីចឹងទៅហ្នឹងហើយនេះទឹកកាពិទៀតហ្នឹងហើយដាក់ឲ្យដិតតែម្ដងអូហូយញ៉ាំទៅឆ្ងាញ់តារៀងដិតបន្តិចទៅហើយចាក់ទឹកត្រីទៅអីថែមហើយនេះខ្ញុំដាក់ស្ករអញ្ចឹងទៅណាចាហើយនេះមួយទៀតដែលខ្ញុំរោយនេះគឺជាម្សៅ coffee mate បងប្អូនឬមួយក៏ជា cream powder ចាដើម្បីយក taste ហើយនេះហើយអង្គលីងអីចឹងទៅចាហើយនឹងដាក់ cashew គ្រាប់ស្វាយចន្ទីទាំងមូលហើយចង់បុកខ្លះក៏បានអីចឹងណាទឹកត្រីថែម2-3 ស្ពាទៅដើម្បីឲ្យដិតបន្តិចហ្នឹងហើយព្រោះអីយើងដាក់ជាមួយនំបញ្ចុកហ្នឹងហើយដាក់ពោះគោអីលាយចូលមកហើយជុំទៅមានអីទេជុំចូលជាតិគ្នាហើយបានយើងចាប់ផ្ដើមដាក់ដូចជានេះសាច់ប្រហិតសាច់អីចឹងចូលថែមចឹងទៅជុំទៀតទៅហើយយើងចាប់ផ្ដើមដាក់ជុំជាមួយល្ហុងដែលយើងបានសាប់ហើយហ្នឹងបងប្អូនយកជុំទៅចាហើយម្យ៉ាងទៀតសូមជំរាបបងប្អូនថាខ្ញុំអត់មានត្បាល់ទេព្រោះត្បាល់ខ្ញុំប្តីបុកបែកអស់មួយចឹងទៅហើយទាំងមួយទៀតដូចធ្លាក់បែកមិនដឹងអញ្ចឹងលែងប្រើបដ ாய் ទៅប្រើតែចានធុនគឡងមួយឡើងជ្រៅយកមកធ្វើចឹងរហូតចឹងទៅវាស្រួលផងហើយនេះយើងដាក់ជាមួយនំបញ្ចុកញ៉ាំនិយាយថាឆ្ងាញ់ហ្មងបងប្អូនអើយប៉ុន្តែញ៉ាំអត់បានច្រើនទេញ៉ាំបានតិចហ្នឹងហើយមើលទៅហើយបើសិនជាមានការខ្វះខាតអីកុំប្រកែកប្រកាន់